បាទចំពោះការមើលទិសបេះដូងរស់ក្នុងការធ្វើដំណើរជួញតែក្នុងការប្រកបមុខរបររកស៊ីជួញដូរអស់លោកអ្នកត្រូវប្រកាន់យកទិសបេះដូងរស់នេះគឺនៅថ្ងៃអាទិត្យនេះបានសុខនឹងជោគជ័យនៅទិសខាងជើងតែកុំចោលយាត្រាទៅទិសខាងត្បូងព្រោះជាទិសបេះដូងស្លាប់នៅថ្ងៃអាទិត្យនេះធ្វើអ្វីមិនគួរប្រសើរឡើយបាទចំពោះការមើលតាមទំនាយជែកឬនៃការអង្គុយឲ្យមានសេរីសួស្តីជ័យមង្គលនិងបើចង់ទទួលបានជោគជ័យក្នុងការលេងល្បែងអ្វីមួយនោះឲ្យអង្គុយនៅទិសខាងជើងបែរមុខទៅរកទិសអាគ្នេយ៍បាទចំពោះការមើលតាមក្បួនកាកបាទយាមក្រឡាឬគេហៅថាសតកាយាម25ជាន់សម្រាប់ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយពេលយប់ឬថ្ងៃអ្នកណាប្រព្រឹត្តតាមក្បួននេះនឹងមានប្រសិទ្ធភាពណាស់សូមកំណត់ចំណាំមួយថ្ងៃមានល្អ3ពេលអាក្រក់2ពេលមុនពេលចេញដំណើរសូមពុកម៉ែបងប្អូនប្រកាន់តែពេលល្អចុះនឹងបានសុខសុភមង្គលគ្រប់ប្រការមិនឃ្លាតឡើយបាទនៅក្នុងក្បួនកាកបាទយាមកាឡានៅថ្ងៃអាទិត្យនេះមានដូចតទៅចំពោះម៉ោងយប់ព្រឹកគឺចាប់ពីម៉ោង4ព្រឹកដល់ម៉ោង6កន្លះព្រឹកជាម៉ោង04នៅចន្លោះម៉ោងនេះគឺល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យព្រោះគ្មានអ្វីអាចចូលយាយីបានឡើយគឺមានតែលៀបសក្ការៈចូលមកពេញបរិបូរណ៍ចំពោះម៉ោងពេញពន្លឺគឺចាប់ពីម៉ោង6កន្លះព្រឹកដល់ម៉ោង11ព្រឹកគឺជាម៉ោងកាកបាទទៅណាមកណានឹងកើតក្តីអន្តរាយត្រូវប្រុងប្រយ័ត្នក្នុងការបណ្ដាក់ទុនផ្សេងរឿងទុកដាក់របស់របរឲ្យបានត្រឹមត្រូវជៀសវាងការបាត់បង់ដោយប្រការណាមួយបើសិនជាចេញដំណើរពីផ្ទះនៅចន្លោះម៉ោងនេះចំពោះម៉ោងថ្ងៃតង់គឺចាប់ពីម៉ោង11ព្រឹកដល់ម៉ោង2រសៀលគឺជាម៉ោងផ្ដិតសូន្យប្រទេសគ្មានអ្វីសោះមានន័យថាមិនបានទទួលលាភអ្វីហើយក៏មិនបានជួបនឹងគ្រោះថ្នាក់អ្វីដែរចំពោះម៉ោងរសៀលគឺចាប់ពីម៉ោង2រសៀលដល់ម៉ោង5ល្ងាចជាម៉ោងផ្ដិតសូន្យជាម៉ោង02ជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាគឺបានសេចក្តីសុខសម្រាប់ម៉ោងនេះចំពោះម៉ោងល្ងាចយប់គឺចាប់ពីម៉ោង5ល្ងាចដល់ម៉ោងចូលគេងគឺជាម៉ោង01មានន័យថាការធ្វើដំណើរឬធ្វើជំនុំផ្សេងមិនល្អឡើយគឺជាម៉ោងគ្រោះកាចនៅចន្លោះម៉ោងនេះជាពិសេសមិនគួរធ្វើដំណើរឆ្ងាយឡើយតែបើបានជាធ្វើដំណើរហើយគួរប្រុងប្រយ័ត្នចំពោះចរាចរណ៍ខ្ពស់បំផុតបាទពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាមុននឹងចូលដល់នាទីហោរាសាស្ត្រសម្រាប់ថ្ងៃអាទិត្យនេះខ្ញុំបាទសូមធ្វើការបួងសួងដល់ទេវតាវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកសូមជួយបង្ហូរផល្លានិសង្ឃទុនធានកើតកាលបែកគុំត្រជាក់ទៅជុំគុំថ្កើងរុងរឿងជាលំដាប់សូមឲ្យមូលមិត្តក្រុមគ្រួសារជីដូនជីតាស្វាមីភរិយាឲ្យអស់លោកអ្នកឈ្នះអស់មានសត្រូវគ្រប់ទិសទីបើសត្រូវមកពីមុខសូមឲ្យរំលងបើសត្រូវមកពីក្រោយខ្នងសូមឲ្យរលាយនិងសូមឲ្យការធ្វើដំណើរបានសុខនិងជោគជ័យគ្រប់កាលៈទេសៈបានជាបន្តសូមពុកម៉ែបងប្អូនតាមដានស្ដាប់នៅរិស័យឆ្នាំទាំង12ជាមួយ LRT Channel យើងខ្ញុំដូចតទៅឆ្នាំជូតកណ្ដុរមុំលៀបអបប្រាចិញ្ចឹមជួបតែរឿងល្អៗក្នុងជីវិតមានលៀបមានសំណាងជួបតែមនុស្សល្អៗតែងតែជួយជ្រោមជ្រែងរាល់ភារកិច្ចដើម្បីឲ្យបានសម្រេចដោយបំណងបងប្រាថ្នាម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង5ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ខៀវលេខនៃលៀបសំណាងគឺលេខ555សូមលោកអ្នកខមមិនលេខ555ដើម្បីយកលៀបសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលមានកំណើតកើតនៅក្នុងឆ្នាំជូតរិស័យអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរពេកពីព្រោះថាផលជាផ្លែផ្កាតែងហុចមុខវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញដោយសារតែដួងរិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះងើបឡើងខ្ពស់ដូចនេះទោះធ្វើជំនួនជួញដូរទីចិត្តទីឆ្ងាយអ្នករកផលកម្រៃហូរចូលដោយទឹកគ្រាន់បំពេញបំពង់ផងដែរចំពោះការធ្វើដំណើរទៅទីចិត្តទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីទោះមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកចេះធ្វើការដោះស្រាយតែងតែជួបនូវផលសម្រេចដូចបំណងជានិច្ចឆ្នាំឆ្លងកូននាំលៀបនាំជ័យ
នោមសុភមង្គលប្រាថ្នាអ្វីបានសម្រេចដូចបំណងម៉ោងនីលាភសំណាងគឺម៉ោង5ទៀបភ្លឺដល់ម៉ោង4ល្ងាចពណ៌នីលាភសំណាងគឺពណ៌ត្នោតលេខនីលាភសំណាងគឺលេខ789សូមលោកអ្នកខមមិនលេខ789ដើម្បីយកលាភសម្បត្តិទេពតាទ្រព្យនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀដូចជាទឹកបាក់ទំនប់អញ្ចឹងដែរចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវឬស្អីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ទៅដែរចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទូអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងប៉ងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានឹងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើលោកអ្នកមានដំណើរកំសាន្តទៅទីណាមកណាគឺប្រកបតែសេចក្តីសុខសាន្តសានទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពលោកលើនឹងគ្នាណាស់ឆ្នាំខាលខ្លាសេដ្ឋីចិញ្ចឹមមានបញ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាចជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម៉ោងនីលាភសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង6ល្ងាចពណ៌នីលាភសំណាងគឺពណ៌ប្រផេះលេខនីលាភសំណាងគឺលេខ777សូមលោកអ្នកខមមិនលេខ777ដើម្បីយកលាភសម្បត្តិមហាសេដ្ឋីមានលុយចូលហូរហៀដូចទឹកភ្លៀងធ្លាក់ពីលើមេឃចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំខាលឬស្អីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅកំណត់ផ្លូវដ៏តានតឹងដោយមានសភាពពិបាករស់ទៅមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្សដែលនៅជុំវិញចាំតែឈ្នានេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូចនេះចូលប្រុងប្រយ័ត្នកាត់ជាចំនួនវិវាទជាមួយនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញដូរទីជិតទីឆ្ងាយជួបតែភាពប្រកម្មរកោរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរឆ្នាំថោះទុនសាយមាសមានបារមីដាច់ចាស់មានអំណាចមានមនុស្សជួយជ្រោមជ្រែងរាល់ការងារតូចធំដើម្បីឲ្យអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិមហាសាលម៉ោងនីលាភសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង7យប់ពណ៌នីលាភសំណាងគឺពណ៌ប្រផេះលេខនីលាភសំណាងគឺលេខ666សូមលោកអ្នកខមមិនលេខ666ដើម្បីយកលាភសម្បត្តិកហបតីជាន់ខ្ពស់មានលាភមានជ័យមានលុយចូលហូរហៀដូចទឹកបាក់ទំនប់អញ្ចឹងដែរចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំថោះរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ទៅដែរចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទូអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងប៉ងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានឹងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើលោកអ្នកមានដំណើរកំសាន្តទៅទីណាមកណាគឺប្រកបតែសេចក្តីសុខសាន្តសានទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពលោកលើនឹងគ្នាណាស់ឆ្នាំរោងពុះនាគរាជមន្ត្រីចិញ្ចឹមធ្វើកិច្ចការងារអ្វីមួយតែងតែមានគំនិតជ្រះថ្លាប្រាថ្នាអ្វីបានសម្រេចដោយបំណងធ្វើកិច្ចការងារតូចធំមានតអ្នកជួយគ្រប់គ្រងទំនុកបំណងសពគ្រប់បែបយ៉ាងម៉ោងនីលាភសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នីលាភសំណាងគឺពណ៌ទឹកក្រូចលេខនីលាភសំណាងគឺលេខ123សូមលោកអ្នកខមមិនលេខ123ដើម្បីយកលាភសម្បត្តិអុកញ៉ាបារមីទេពតាស្ដេចនាគសៀចេញភ្លាមនឹងនាំសំណាងល្អចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំរោងរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះនៅក្នុងថ្ងៃនេះទោះបីជាដួងរាសីរបស់អស់លោកអ្នកស្រត់ចុះប៉ុន្តែការងារអ្វីមួយដែលលោកអ្នកតែងតែប្រកបបើលោកអ្នកមានការពុះពៀនិងការខិតខំប្រឹងប្រែងវិញនោះតែងតែសម្រេចជោគជ័យមួយចំនួន
ត្រឡប់មកវិញយ៉ាងគប់ប្រសើរចំពោះការរស់នៅលោកអ្នកមិនគប្បីចាំចាប់កំហុសឬរិះគន់អ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំគេគុំគួនហើយនាំផលលំបាកដល់អាត្មាខ្លួននៅថ្ងៃក្រោយចំពោះលោកអ្នកប្រកបមុខរបររកស៊ីជួញដូរនៅទីចិត្តទីឆ្ងាយមិនហត់ផលជាផ្លែផ្កាគួរជាទីគប់ចិត្តនោះទេអាចនិយាយបានថាគ្រាន់តែផ្គត់ផ្គង់ការចាយវាយតែប៉ុណ្ណោះរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការបង្ករឿងអត់ហេតុផលច្រើនព្រោះតែការមិនទុកចិត្តគ្នាទៅវិញទៅមកឆ្នាំម្សិលពោះទេវតាចិញ្ចឹមនាំលៀបអបប្រាចិញ្ចឹមមានលៀបមានជ័យមានមនុស្សម្នាជាច្រើនគោរពស្រឡាញ់រាប់អាននិងសាទរម៉ោងនៃលៀបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ក្រហមលេខនៃលៀបសំណាងគឺលេខ444សូមលោកអ្នកខមមិនលេខ444ដើម្បីយកលៀបសម្បត្តិដែលមានជាន់ខ្ពស់និងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលើជូលហូហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់រាសីឲ្យលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅកំណត់ផ្លូវដ៏តានតឹងដោយមានសភាពពិបាករស់ទៅមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្សដែលនៅជុំវិញចាំតែឈ្នានេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូចនេះចូលប្រុងប្រយ័ត្នកើតជាចំនួនវិវាទជាមួយនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញដូរទីចិត្តទីឆ្ងាយជួបតែភាពរកាំរកោរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរឆ្នាំមមីសេះនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចដូចបំណងហើយអនាគតខ្លាយដូចជាអ្នកមានទ្រព្យសម្បត្តិសុខស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ក្រហមលេខនៃលៀបសំណាងគឺលេខ333សូមលោកអ្នកខមមិនលេខ333ដើម្បីយកលៀបសម្បត្តិសម្ពោលួងបារមីទេពតាស្ដេចនាគនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលើជូលហូហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំមមីរាសីឲ្យលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ទៅដែរនៅក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរពេកពីព្រោះថាផលជាផ្លែផ្កាតែងហុចមុខវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញដោយសារតែដួងរាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះងើបឡើងខ្ពស់ដូចនេះទោះធ្វើចំនួនជួញដូរទីចិត្តទីឆ្ងាយអ្នករកផលកម្រៃហូរចូលដូចទឹកកូនបំពេញបំពងផងដែរចំពោះការធ្វើដំណើរទៅទីចិត្តទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីទោះមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកចេះធ្វើការដោះស្រាយតែងតែជួបនូវផលសម្រេចដូចបំណងជានិច្ចឆ្នាំមម៉ាពប្រែមាសមានបារមីដែលជាមានអំណាចមានមនុស្សជួយជ្រោមជ្រែងរាល់ការងារតូចធំដើម្បីឲ្យអនាគតខ្លាចជាអ្នកមានទ្រព្យសម្បត្តិមហាសាលម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង5ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចលេខនៃលៀបសំណាងគឺលេខ999សូមលោកអ្នកខមមិនលេខ999ដើម្បីយកលៀបសម្បត្តិទេវតាទ្រព្យមាសប្រាក់កៅកងបារមីទេវតាស្ដេចនាគស្ទើចេញភ្លាមនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលេខជូលហូហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំមម៉ារាសីឲ្យលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ទៅដែរនៅក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរពេកពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញដោយសារតែដួងរាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះងើបឡើងខ្ពស់ដូចនេះទោះធ្វើចំនួនជួញដូរទីចិត្តទីឆ្ងាយអ្នករកផលកម្រៃហូរចូលដូចទឹកគ្រាន់បំពេញបំពងផងដែរចំពោះការធ្វើដំណើរទៅទីចិត្តទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំព
ពោះម៉ាយមេម៉ាយក្តីទោះមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកចេះធ្វើការដោះស្រាយតែងតែជួបនូវផលសម្រេចដូចបំណងជានិច្ចឆ្នាំបោកស្វាមន្ត្រីចិញ្ចឹមនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចហើយអនាគតក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង 7 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ស្វាយលេខនៃលៀបសំណាងគឺលេខ 111 សូមលោកអ្នកខមមិនលេខ 111 ដើម្បីយកលៀបសម្បត្តិអភិជនបារមីទេវតាស្ដេចនាគសៀចេញភ្លាមនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលើចូលហោហៀចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំវករិស័យអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅគំនិតផ្លូវដ៏តានតឹងដែលមានសភាពពិបាករស់ទៅមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្សដែលនៅជុំវិញចាំតែឈ្នានេះនឹងមើលបំណងបង្ករឿងតែប៉ុណ្ណោះរីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូចនេះចូលប្រុងប្រយ័ត្នកើតជាចំនួនវិវាទជាមួយនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញដូរទីជិតទីឆ្ងាយជួបតែភាពរកាំរកោរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរឆ្នាំរកាមននាំលៀបអបប្រាចិញ្ចឹមមានលៀបមានជ័យមានមនុស្សម្នាជាច្រើនគោរពស្រឡាញ់រាប់អាននិងសាទរម៉ោងនៃលៀបសំណាងគឺម៉ោង 5 ទៀបភ្លឺដល់ម៉ោង 6 ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ស្វាយលេខនៃលៀបសំណាងគឺលេខ 888 សូមលោកអ្នកខមមិនលេខ 888 ដើម្បីយកលៀបសម្បត្តិអភិជនបារមីទេវតាស្ដេចនាគសៀចេញភ្លាមនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលើចូលហោហៀចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរការិស័យអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាបណ្ដានៅក្នុងរយៈពេលនេះដែរជួនចិត្តប្រសើរជាងជួនឆ្ងាយព្រោះការដើរហើរផ្លូវឆ្ងាយបើមិនបានជួបគ្រូអាក្រក់នោះទេក៏នឹងបានព្រមតែបានដៃទៅទេនឹងនាំរឿងក្តៅក្រហាយចូលផ្ទះវិញតែប៉ុណ្ណោះហើយបើសិនជាបានចូលរួមកម្មវិធីផ្សេងចូលរៀបចំអាកប្បកិរិយាឲ្យបានសមរម្យទើបមិនអាប់អោនដល់កិត្តិយសខ្លួនឯងរីឯបញ្ហាសេចក្តីស្នេហាកំលោះកំមុំមេម៉ាយពោះម៉ាយសូមប្រុងប្រយ័ត្នមនុស្សទី3ចូលមកអុចអាលឆ្នាំចសំណក់នាំលៀបអុកញ៉ាចិញ្ចឹមមានលៀបមានសំណាងឈ្នះអស់មានសត្រូវប្រាថ្នាអ្វីបានសម្រេចហើយអនាគតក្លាយទៅជាស្ត្រីខាបតីឬក៏អភិជនជាន់ខ្ពស់ម៉ោងនៃលៀបសំណាងគឺម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ត្នោតលេខនៃលៀបសំណាងគឺលេខ 789 សូមលោកអ្នកខមមិនលេខ 789 ដើម្បីយកលៀបសម្បត្តិអុកញ៉ាលុយវ៉ាលៀនទេពតាស្ដេចនាគសៀចេញភ្លាមនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលើចូលហោហៀចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំចរិស័យអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះនៅក្នុងថ្ងៃនេះទោះបីជាដួងរិស័យរបស់អស់លោកអ្នកស្រត់ចុះប៉ុន្តែការងារអ្វីមួយដែលលោកអ្នកតែងតែប្រកបបើលោកអ្នកមានការពុះពៀនិងការខិតខំប្រឹងប្រែងវិញនោះតែងតែសម្រេចជោគជ័យមួយចំនួនត្រឡប់មកវិញយ៉ាងក៏ប្រសើរចំពោះការរស់នៅលោកអ្នកមិនគប្បីចាំចាប់កំហុសឬរិះគន់អ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំគេគុំគួនហើយនាំផលលំបាកដល់អាត្មាខ្លួននៅថ្ងៃក្រោយចំពោះលោកអ្នកប្រកបមុខរបររកស៊ីជួញដូរនៅទីជិតទីឆ្ងាយមិនហត់ផលជាផ្លែផ្កាគួរជាទីគប់ចិត្តនោះទេអាចនិយាយបានថាកូនមួយផ្គត់ផ្គង់ការចាយវាយតែប៉ុណ្ណោះរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការបង្ករឿងអត្ថផលច្រើនព្រោះតែការមិនទុកចិត្តគ្នាទៅវិញទៅមកឆ្នាំកុលជ្រូកនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចហើយអនាគតក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិសុខស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចព
ពណ៌នៃលាបសំណាងគឺពណ៌ខៀវលេខនៃលាបសំណាងគឺលេខ168សូមលោកអ្នកខមមិនលេខ168ដើម្បីយកលាបសម្បត្តិអភិជនលុយស្ដុកបារមីទេប្រាស្ដេចនាគសៀចេញភ្លាមនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំកុររាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ទៅដែរចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងបងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានឹងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើលោកអ្នកមានដំណើរកំសាន្តទៅទីណាមកណាគឺប្រកបតែសេចក្តីសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពលោកលើនឹងគ្នាណាស់បាទពុកម៉ែបងប្អូនជាទីគោរពនិងជាទីរាប់អាននីតិហោរាសាស្ត្រនៅក្នុងថ្ងៃនេះក៏ដល់ទីបញ្ចប់ខ្ញុំបាទ LRT News Channel ដែលជាអ្នកអត្ថាធិប្បាយក៏សូមអភ័យទោសនៅរាល់កំហុសខុសឆ្គងដែលកើតមានឡើងនៅក្នុងអំឡុងពេលនៃការអត្ថាធិប្បាយបើសិនជាចូលចិត្តសូមចុច like ដើម្បីគាំទ្រនិងបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនរបស់បងប្អូននៅ comment ខាងក្រោមជាចុងក្រោយខ្ញុំបាទក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅរាល់វីដេអូបន្តទៀតសូមអរគុណ